भगवा सावधिया សិលទី1មិនសម្លាប់សត្វជីវិតគឺជាវត្ថុបំណងដ៏សំខាន់បំផុតសម្រាប់សត្វលោកគ្រប់រូបទោះជាសត្វនោះកើតមកមានលក្ខណៈល្អក្តីអាក្រក់ក្តីពេលក្តីបណ្ឌិតក្តីក្មេងក្តីចាស់ក្តីជាអ្នកស្ដុកស្ដំក្តីកំសត់ទុរគតក្តីជាអ្នកមានអវយវៈគ្រប់គ្រាន់ក្តីឬក៏ដល់នៅសភាពជាអ្នកពិការយ៉ាងណាក្តីក៏នៅតែត្រូវការជីវិតព្រោះជីវិតគឺជាវត្ថុដ៏សំខាន់មានតែមួយគត់សម្រាប់សត្វលោកគ្រប់រូបសត្វលោកគ្រប់រូបគេស្រឡាញ់ជីវិតរបស់គេណាស់គ្មានអ្នកណាចង់ស្លាប់ទេគេសុខចិត្តលះបង់ទ្រព្យសម្បត្តិដើម្បីការពារអវយវៈគេលះបង់អវយវៈដើម្បីការពារជីវិតនៅពេលដែលការពារជីវិតរបស់គេមិនបានគេសែនស្ដាយណាស់នឹងតក់ស្លុតរន្ធត់យ៉ាងក្រៃលែងដូច្នេះហើយជីវិតជារបស់ប្រសើរកាត់ថ្លៃពុំបានគ្មានទីផ្សារសម្រាប់ដាក់លក់ទេមហាសេដ្ឋីមហាមូលធនក៏មិនអាចយកប្រាក់ទៅទិញបានបើអាចទិញបានគេមិនព្រមស្លាប់ងាយនោះទេអ្នកដែលត្រូវគេសម្លាប់រមែងព្រាត់ប្រាសចោលរបស់ជាទីស្រឡាញ់ជាទីកប់ចិត្តស្លាប់ទៅទាំងសេចក្តីភិតភ័យតក់ស្លុតចំណែកញាតិមិត្តបងប្អូនសាច់សាលហិតចិត្តឆ្ងាយរបស់គេជ្រួលច្របល់យំយែទូញសោកបោកប្រានប្រហែលតែបុគ្គលជាទីស្រឡាញ់ត្រូវបាត់បង់ជីវិតដោយសារការសម្លាប់នោះដូច្នោះយើងមានឈ្មោះថាជាមនុស្សម្នាក់ត្រូវតែមានប្រាជ្ញាស្មារតីឧស្សាហ៍ពិចារណាឲ្យបានរឿយថាបើយើងស្រឡាញ់ជីវិតរបស់យើងយ៉ាងណាអ្នកដតីក៏គេស្រឡាញ់ជីវិតរបស់គេយ៉ាងនោះដែរបើយើងចង់រស់នោះអ្នកដតីក៏ចង់រស់ដូចយើងដែរកាលបើយើងឧស្សាហ៍ពិចារណាយ៉ាងនេះឲ្យបានរឿយនោះយើងនឹងคลายទៅជាមនុស្សមិនមានចិត្តចង្អៀតចង្អល់ជាចិត្តធំទូលាយនិងមានការអនុគ្រោះឲ្យអភ័យដល់សត្វទាំងអស់ក្នុងលោកដូចជាព្រៃធំតែងផ្ដល់នៅភាពកក់ក្ដៅដល់មរគាដូចជាអាកាសវេហាដ៏ធំទូលាយតែងផ្ដល់នៅការសប្បាយដល់បក្សីឬដូចជាមហាសមុទ្រតែងផ្ដល់ជម្រកដ៏សុខសាន្តដល់មច្ឆាទាំងឡាយយើងត្រូវតែជាមនុស្សមានចិត្តទូលាយដូចជាផែនដីត្រូវឧស្សាហ៍ស្ដាប់នៅធម៌របស់សប្បុរសអប់រំចិត្តឲ្យបានល្អរហូតទាល់តែចិត្តយើងបានជ្រកក្រោមម្លប់ដ៏ត្រជាក់នៃព្រហ្មវិហារធម៌គឺមេត្តាការដែលយើងកំពុងរស់នៅសពថ្ងៃពុំមែនពឹងពាក់ចំពោះតែទ្រព្យសម្បត្តិកិត្តិយសប៉ុណ្ណោះទេយើងពិតជាត្រូវការធម៌មេត្តាការរាប់អានការឲ្យអភ័យដល់អ្នកដទៃជាចាំបាច់ណាស់ព្រោះថាបើអ្នកដទៃគ្រប់រូបប្រះចាកធម៌មេត្តាคล้ายជាមនុស្សខូខើគ្មានត្រាប្រណីហើយនោះយើងក៏មិនអាចរស់នៅសុខឡើយសូមឲ្យមនុស្សគ្រប់គ្នាចងចាំថាដែលយើងនៅរស់ព្រោះអ្នកដតីគេមិនសម្លាប់យើងតើហេតុអ្វីបានជាគេមិនសម្លាប់យើងគឺបានមកអំពីការដែលគេតាំងចិត្តថាអាត្មាអញមិនបៀតបៀនមិនសម្លាប់អ្នកដតីនោះឯងដូច្នេះជីវិតពិតជាត្រូវការមេត្តាធម៌បើប្រះចាកមេត្តាធម៌ហើយសកលលោកនេះនឹងคล้ายទៅជាថ្លុកឈាម
ព្រោះតែការកាប់សម្លាប់គ្នាពុំខានដឹងថាជីវិតពិតមានតម្លៃគូខំកែខៃរុះរាន់សាងល្អលះក្តីប្រមាទសង្វាតធัวសធ្វើជាមនុស្សល្អរបស់សង្គមសូមអនុមោទនាសិលទី1គឺការមិនសម្លាប់សត្វសូមអនុមោទនាសិលទី2មិនលួចទ្រព្យគេក្នុងសិលទី2នេះទ្រង់ហាមមិនឲ្យលួចទ្រព្យសម្បត្តិអ្នកដទៃហើយឲ្យប្រកបមុខរបរចិញ្ចឹមជីវិតដោយសុចរិតត្រឹមត្រូវតាមគន្លងធម៌ដែលហៅថាសម្មាអាជីវៈអ្នកខ្លះដែលមិនបានសិក្សាឲ្យបានដល់ស៊ីជម្រៅនៃព្រះពុទ្ធសាសនាមានការចោទប្រកាន់ថាព្រះពុទ្ធសាសនានិយាយតែពីរឿងបុណ្យបាបម្ល៉េះហើយធ្វើឲ្យអ្នកគោរពបរិបត្តិតាមមានសភាពក្រលំបាកគេយល់ថាការប្រកបមុខរបរចិញ្ចឹមជីវិតទាល់តែចេះបន្លំបោកប្រាស់កុហកឬថាចេះរបៀបកោបណ្ដាក់ទឹកនោះទើបបានទទួលជ័យជំនះក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតសួរថាគូបើសប្បាយណាស់ទៅឬជាមួយនឹងទ្រព្យសម្បត្តិដែលបានមកដោយអំពើទុច្ចរិតនោះមនុស្សម្នាក់គ្មានស្រឡាញ់អ្វីឲ្យខ្លាំងជាងស្រឡាញ់ខ្លួនឯងឡើយចុះបើដឹងថាខ្លួនคล้ายទៅជាចោរឬមនុស្សទុរជនហើយនោះតើមានអ្វីនៅល្អសម្រាប់ខ្លួនទៀតទៅការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគឺដើម្បីដោះស្រាយបញ្ហាជីវិតរបស់សត្វលោកនឹងឯងប៉ុន្តែសត្វលោកភាគច្រើនតែងតែមើលរំលងឃើញលាមុខថាជាផ្កាឃើញរបស់ល្អថាគ្មានតម្លៃខំបង្កើតសេចក្តីលោភលន់ឲ្យកាន់តែច្រើនឡើងរហូតទាល់តែភ្លេចនីតិរបស់ខ្លួនថាជាមនុស្សព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យចេះដឹងអំពីប្រយោជន៍3យ៉ាងគឺ1ប្រយោជន៍បច្ចុប្បន្ន2ប្រយោជន៍បរលោក3ប្រយោជន៍ក្នុងព្រះនិព្វានតែក្នុងទីនេះខ្ញុំសូមបើករង្វង់ក្រចកបន្តិចដើម្បីលើកយកធម៌ខ្លះដែលតាក់ទងនឹងជីវភាពប្រចាំថ្ងៃនិងសេដ្ឋកិច្ចសង្គមដែលជាប្រយោជន៍អាចមើលឃើញផ្ទាល់ភ្នែកដូចតទៅកទិដ្ឋធម្មិកដ្ឋប្រយោជន៍4យ៉ាងប្រយោជន៍បច្ចុប្បន្ន1ព្យាយាមស្វែងរកទ្រព្យសម្បត្តិ2ចេះរក្សាទ្រព្យសម្បត្តិដែលរកបានមកហើយ3សេពគប់មិត្តភក្តិល្អត្រឹមត្រូវ4ចេះចាយវាយទ្រព្យសម្បត្តិសមតាមឋានៈរបស់ខ្លួន1កិច្ចការប្រឹងប្រែងរកទ្រព្យសម្បត្តិគឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់មនុស្សម្នាក់ទ្រព្យសម្បត្តិមិនអាចកើតឡើងដល់មនុស្សខ្ជិលច្រអូសបានឡើយដោយបុរាណបានពោលឡើងថាចេះមកពីរៀនមានមកពីរក2ការថែរក្សាទ្រព្យសម្បត្តិដែលរកបានមកហើយឲ្យគង់វង្សល្អបានដល់ការចេះសន្សំសំចៃទ្រព្យសម្បត្តិទុកឲ្យផុតពីសេចក្តីអន្តរាយផ្សេងហើយនឹងចេះកែខៃរកផលកម្រៃអំពីទ្រព្យសម្បត្តិនោះផងទៀតដែរក្នុងប្រទេសនីមួយគេតែងតែមានកន្លែងផ្ញើប្រាក់ដែលហៅថាធ
នាគារដើម្បីឲ្យប្រជាជនចេះសន្សំសំចៃទ្រព្យសម្បត្តិហើយបានថ្លៃការអំពីប្រាក់ទាំងនោះថែមទៀតផង3ការជ្រើសរើសមិត្តភ័ក្តិគឺជាការជ្រើសរើសផ្លូវដើរសម្រាប់ជីវិតបើសេពគប់មិត្តអាក្រក់រមែងនាំមកនៅសេចក្តីវិនាសគ្រប់ច្រកល្ហកបើសេពគប់មិត្តល្អនឹងមានសេចក្តីសុខចម្រើនកើនប្រយោជន៍ជារឿយព្រោះមិត្តល្អគេអាចជួយពន្យល់វិធីស្វែងរកសេចក្តីសុខចម្រើនទាំងផ្នែកទ្រព្យសម្បត្តិទាំងផ្នែកគំនិតប្រាជ្ញាស្មារតីគេស្ទាត់ជំនាញក្នុងកិច្ចការណាគេនឹងជួយពន្យល់មិត្តក្នុងកិច្ចការនោះមិនខានមិត្តអាក្រក់ប្រៀបបានដូចជាលាមកឯមិត្តល្អប្រៀបបានដូចជាកម្រងផ្កាមានក្លិនក្រអូបតើយើងគូរើសយកលាមកឬក៏ផ្កា4ការចេះចាយវាយឲ្យសមទៅនឹងឋានៈរបស់ខ្លួនបានន័យថាការចាយវាយមិនឲ្យលើសចំនួនទ្រព្យសម្បត្តិដែលខ្លួនបានរកមកនោះទេបើរកបានច្រើនកុំភ្លើតភ្លើនចាយទាល់តែអស់ត្រូវវាចាកការចំណាយណាដែលគ្មានប្រយោជន៍ឬមិនចាំបាច់ត្រូវសំចៃទុកខ្លះសម្រាប់ពេលណាដែលរកទ្រព្យសម្បត្តិមិនបានឬមានគ្រោះថ្នាក់ផ្សេងមានជំងឺដង្កាត់ជាដើមខលក្ខណៈអ្នកធ្វើជំនួញ3យ៉ាងគឺ1បញ្ញាចក្ខុជាអ្នកមានបញ្ញា2វិរិយារម្ភៈជាអ្នកប្ររពសេចក្តីព្យាយាម3សនាថោជាអ្នកមានទីពឹងច្រើនបញ្ញាចក្ខុជាអ្នកមានបញ្ញាគឺឆ្លាតក្នុងការលក់ចេញទិញចូលដឹងថាធ្វើយ៉ាងណាខាតនិងធ្វើយ៉ាងណាឲ្យចំណេញស្គាល់កាលស្គាល់រដូវនៃមុខរបរនីមួយស្គាល់ទីផ្សារសម្រាប់លក់ដូចជាថាកន្លែងណាលក់បានថ្លៃកន្លែងណាលក់បានថោកស្គាល់សេចក្តីត្រូវការរបស់មនុស្សក្នុងទីនោះគេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់តាមសេចក្តីត្រូវការរបស់គេដូចនេះជាដើមវិរិយារម្ភៈប្រារព្ធសេចក្តីព្យាយាមគឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះមិនខ្ជិលច្រអូសមិនបងអង្គឲ្យហួសពេលវេលានៃមុខរបរនិងសេចក្តីត្រូវការរបស់អ្នកទិញសនាថោជាអ្នកមានទីពឹងច្រើនគឺប៉ិនប្រសពក្នុងការតាក់ទងមនុស្សបានច្រើនទៅទីណាតែងមានគេរាប់អានមានគេស្រឡាញ់ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាននិងជាទីទុកចិត្តរបស់អ្នកដទៃលោកអ្នកស្ដាប់ទាំងឡាយតើមានកន្លែងណាដែលព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យមនុស្សក្រឬទន់ខ្សោយស្មារតីដែរឬទេអ្នកដែលចោទប្រកាន់ព្រះពុទ្ធសាសនាដោយប្រការផ្សេងប្រៀបបីដូចជាមនុស្សខ្វាក់ហើយខំស្រែកថាលោកនេះងងឹតណាស់លោកនេះគ្មានពន្លឺទេព្រោះគេគ្មានភ្នែកគឺបញ្ញាដើម្បីសិក្សាស្រាវជ្រាវនៅព្រះពុទ្ធវចនៈឲ្យបានច្បាស់លាស់ចេតនាវាចាកការលួចទ្រព្យសម្បត្តិអ្នកដទៃគឺជាធម៌របស់មនុស្សព្រោះមនុស្សគ្រប់គ្នាចង់ឲ្យទ្រព្យសម្បត្តិរបស់ខ្លួនគង់វង្សបើមនុស្សគ្រប់គ្នាគោរពតាមសិលទី2នេះ
គេនឹងមានឈ្មោះថាជាអ្នកមានធម៌សម្មាអាជីវៈកាលណាគេមានធម៌សម្មាអាជីវៈនោះចោលរមែងមិនមានអំពើឆក់ប្លន់អំពើចាប់ចម្រិតជាដើមដែលនាំឲ្យមានសភាពវឹកវរក្នុងសង្គមមិនដែលកើតឡើងមកអំពីអ្នកមានសិលទេគឺកើតឡើងមកអំពីមនុស្សគ្មានសិលតែប៉ុណ្ណោះបើគ្រប់គ្នាមានសិលហើយមនុស្សម្នាមិនចាំបាច់ចាក់សោទ្វារផ្ទះក៏បានដែរហេតុដូច្នោះហើយទើបយើងត្រូវការមនុស្សមានសិលខ្លាំងណាស់កើតមកជាមនុស្សត្រូវមានឈ្មោះល្អទោះមានឬក្រជារឿងធម្មតាតែរឿងដែលធំគឺរឹកចរិយាជនជាតិខេមរាត្រូវតែថ្លៃថ្នូរសូមអនុមោទនាសពសាធុការពោអនុមោទនាសិលទី3មិនប្រព្រឹត្តខុសក្នុងកាមក្នុងសិលទី3នេះមានការតាក់ទងយ៉ាងសំខាន់ទៅនឹងសុភមង្គលក្នុងរង្វង់គ្រួសារមនុស្សភាគច្រើនយល់ឃើញថាស្នេហាឬការស្រឡាញ់តែងនាំមកនូវសេចក្តីសុខតែក្នុងទស្សនៈនៃព្រះសម្មាសម្ពុទ្ធទ្រង់យល់ឃើញថាស្នេហាគឺជាបញ្ហាស្មុគស្មាញបំផុតសម្រាប់ជីវិតគ្រួសារខ្លាំងមានការលះលែងគ្នាដោយសាររឿងរ៉ាវសំបីបន្តិចបន្តួចព្រោះហេតុអ្វីព្រោះគេសម្លឹងមើលគ្នានឹងគ្នាទៅលើតែរូបសម្រស់នៅពេលដែលរូបសម្រស់នៃដៃគូរបស់ខ្លួនមានការអន់ថយគេក៏កើតសេចក្តីនឿយណាយទន្ទឹមនឹងការនឿយណាយគេក៏ចាប់ផ្ដើមត្រេះរិះរកដៃគូថ្មីដើម្បីបំពេញចំណង់តណ្ហារបស់គេថែមទៀតត្រង់បញ្ហានេះហើយដែលធ្វើឲ្យគូស្វាមីភរិយាអស់សេចក្តីទុកចិត្តគ្នានឹងគ្នាទៅវិញទៅមកហើយបញ្ហាផ្សេងក៏ចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់ដូចជាការនាំមេរោគអេដសចូលផ្ទះជាដើមតាមពិតមេរោគអេដសគ្មានអ្វីគួរឲ្យខ្លាចនោះទេព្រោះមេរោគអេដសមាននៅព្រំដែនកំណត់នៃការឆ្លងរបស់វាតែមេរោគដែលគួរឲ្យខ្លាចហើយលំបាកនឹងព្យាបាលនោះគឺរោគស្នេហាព្រោះមេរោគស្នេហាគ្មានព្រំដែនពិតប្រាកដឡើយហើយវាជាបទដ្ឋានឬថាជាមេត្តាបិតាបង្កើតមេរោគអេដសគ្រាន់តែលោកអ្នកតាំងចិត្តថាអាត្មាអញមិនប្រព្រឹត្តខុសក្នុងកាមហើយស្មោះត្រង់ចំពោះចិត្តប្រពន្ធរបស់ខ្លួននោះលោកអ្នកនឹងគេចផុតអំពីមេរោគអេដសជាស្ថាពរសត្វតិរច្ឆានអ្វីបើមានកំណើតថោកទាបជាងមនុស្សក៏ពិតមែនប៉ុន្តែក្នុងរឿងស្នេហារបស់វាមានកំណត់ពេលវេលាច្បាស់លាស់មិនមែនចេះតែប្រព្រឹត្តផ្ដេសផ្ដាសខុសរដូវកាលឡើយតែជាតិជាមនុស្សបើគ្មានសេចក្តីស្មោះត្រង់ចំពោះប្តីប្រពន្ធរបស់ខ្លួនទេពិតជាអន់ជាងសត្វតិរច្ឆានយ៉ាងពិតប្រាកដមនុស្សខ្លាំងព្រោះតែបំពេញចំណង់តណ្ហារបស់ខ្លួនហ៊ានប្រព្រឹត្តរំលោភបំពានលើក្មេងស្រីតូចដែលមិនទាន់ដឹងក្តីយ៉ាងគូឲ្យខ្លោចផ្សាព្រោះអ្វីព្រោះគេជាមនុស្សគ្មានសិលព្រះសម្មាសម្ពុទ្ធប្រដៅឲ្យមនុស្សរក្សាសិលទី3គឺបង្រៀន
ឲ្យមានសេចក្តីសន្តោសក្នុងរឿងកាមគុណឲ្យចេះត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួនហៅថាសតិរសន្តោសៈការត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួនគឺជាការនាំមកនៅសេចក្តីសុខដល់គ្រួសាររបស់ខ្លួនឯងដល់គ្រួសាររបស់អ្នកដទៃជាពិសេសអាចជួយជាកម្លាំងដល់ប្រទេសជាតិក្នុងការកាត់បន្ថយចំនួនផ្លូវភេទព្រោះអ្នករក្សាសិលបានវាចានៅការប្រព្រឹត្តអនាថាក្នុងរឿងកាមគុណអ្នកណាភក្តីនិងប្រពន្ធប្តីដែលបានរៀបការអ្នកនោះផុតព្រួយក្នុងរឿងស្នេហាអេតកាចយ៉ាងណាក៏ឆ្លងមិនបានសូមអនុមោទនា សិលទី4មិននិយាយកុហកសិលទី4នេះព្រះសម្មាសម្ពុទ្ធទ្រង់ហាមមិនឲ្យនិយាយកុហកហើយឲ្យនិយាយតែពាក្យពិតមានប្រយោជន៍ជាពាក្យពីរោះទន់ភ្លន់សុភាពរាបសារដើម្បីឲ្យមនុស្សសាងប្រយោជន៍ដោយពាក្យសម្ដីនិងសាងមិត្តភាពរវាងគ្នានឹងគ្នាព្រោះមានការជឿទុកចិត្តគ្នាទៅវិញទៅមកការមិននិយាយកុហកគឺជាការឲ្យនៅការពិតត្រង់ដល់អ្នកដទៃឲ្យនៅការមិនវង្វេងភ័ន្តច្រឡំអ្នកដែលនិយាយពាក្យពិតគឺមានសម្ដីដូចជាផ្កាដែលមានក្លិនក្រអូបឲ្យតែរបូតចេញពីមាត់ពេលណាអ្នកផងតែងរើសយកមកជាគ្រឿងប្រដាប់កាយដូចជាវាចារបស់ព្រះសម្មាសម្ពុទ្ធថ្វីបើពេលវេលាដែលកន្លងទៅជាង559ឆ្នាំទៅហើយក៏ដោយក៏នៅតែមានក្លិនក្រអូបដដែលនៅតែមានមនុស្សម្នាជាច្រើនត្រូវការប្រាថ្នាចង់ស្ដាប់ព្រោះជាវិចារពិតឥតខ្លែងខ្លាយគូហាត់និយាយតែវាចាល្អល្អមានប្រយោជន៍ដល់អ្នកស្ដាប់ដែលជាវាចាសុភាសិតព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនឲ្យមនុស្សនិយាយនៅវាចាល្អ5យ៉ាងគឺ1ស្គាល់ពេលវេលាដែលគូនិយាយ2និយាយពាក្យពិតតាមដែលដឹងប៉ុន្តែត្រូវស្គាល់ការស្គាល់បុគ្គលស្គាល់បរិស័ទដែលត្រូវនិយាយទី3និយាយពាក្យពីរោះសុភាពរាបសារមិនត្រគុះបោះបោក4និយាយពាក្យមានប្រយោជន៍ធ្វើឲ្យអ្នកស្ដាប់ស្ងប់រងាប់ចិត្តសូម្បីតែនិយាយបន្តិចបន្តួចក៏ដោយ5និយាយប្រកបដោយចិត្តមេត្តាពិតចិត្តមានមេត្តាគឺជាចិត្តសប្បុរសជាចិត្តមិនចង្អៀតចង្អល់ជាចិត្តធំទូលាយតែងអនុគ្រោះនៅប្រយោជន៍ដល់សត្វលោកចង់ឲ្យសត្វលោកបាននៅសេចក្តីសុខរួចផុតចាកសេចក្តីទុក្ខទាំងពួងសូមឲ្យមនុស្សគ្រប់គ្នាធ្វើខ្លួនឲ្យជាឧបមាថាអាត្មាអញមិនត្រូវការពាក្យកុហកអំពីអ្នកដទៃយ៉ាងណាអ្នកដទៃក៏មិនត្រូវការពាក្យកុហកអំពីអាត្មាអញយ៉ាងនោះដែរដូច្នេះអាត្មាអញត្រូវតែជាអ្នកមានសិលគឺវាចាការនិយាយកុហកធ្វើឲ្យជាទីទុកចិត្តនៃអ្នកដទៃការនិយាយពាក្យពិត
គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយនៅរឿងច្របូកច្របល់ក្នុងសង្គមជាតិធ្វើឲ្យជាតិរុងរឿងក៏ដោយសារពលរដ្ឋមានសច្ចធម៌សច្ចង្ហវេអមតាវាចាព្រះពុទ្ធត្រាស់ថាជាពាក្យមិនស្លាប់ព្រោះសច្ចៈពិតមានឫទ្ធិចំណាប់អ្នកផងចង់ស្ដាប់ហើយជឿទុកចិត្តសូមអនុមោទនាសូមអនុមោទនាសិលទី4គឺកាមមិននិយាយកុហកសូមអនុមោទនាសិលទី5មិនផឹកទឹកស្រវឹងមនុស្សគូតឬវិកលចរិតព្រោះគេបាត់បង់សតិសម្បញ្ញៈឯសុរាគឺជាគ្រឿងពង្វក់ស្មារតីដូច្នេះទើបមនុស្សត្រូវការវាចាការផឹកទឹកស្រវឹងតាមទស្សនៈអ្នកញៀនសុរាខ្លះនិយាយថាការផឹកសុរាបន្តិចបន្តួចដើម្បីឲ្យបាយឆ្ងាញ់មិនមានទោសទេទាល់តែផឹកច្រើនទើបមានទោសតែនៅក្នុងព្រះពុទ្ធសាសនាប្រដៅឲ្យមនុស្សវាចាកស្រឡះសូម្បីបន្តិចបន្តួចក៏ដោយព្រោះសុរាគឺជាប្រភពនៃសេចក្តីវិនាសច្រើនយ៉ាងដូចជា1សុរានាំឲ្យវិនាសទ្រព្យសម្បត្តិជីវិតរបស់យើងម្នាក់សុទ្ធតែត្រូវការអាហារដើម្បីបរិភោគបើអត់អាហារនឹងត្រូវស្លាប់ប៉ុន្តែសុរាបើមិនផឹកក៏មិនស្លាប់ដូច្នេះអ្នកផឹកសុរាគឺជាអ្នកចាយវាយទ្រព្យសម្បត្តិខ្ជះខ្ជាយដោយគ្មានប្រយោជន៍2សុរានាំឲ្យកើតជម្លោះអ្នកផឹកសុរាភាគច្រើនតែងតែមានសម្ដីហួសមៀតហួសឋានៈរបស់ខ្លួនមិនសូវកោតញញើតនរណាឡើយបើមាននរណាធ្វើឲ្យទាស់ចិត្តបន្តិចក៏បញ្ចេញភ្លើងកំហឹងឲ្យប្រកបឡើងដូចជាភ្លើងឆេះចំបើងហើយស្រែកជាអ្នកដតីដោយប្រការផ្សេងដែលជាហេតុនាំឲ្យមានវិវាទទាស់ទែងគ្នា3សុរានាំឲ្យកើតរោគទាំងឡាយសុរាដែលអ្នកប្រមឹកឲ្យតម្លៃថាគូឲ្យសបាយណាស់នោះតាមពិតគឺជាថ្នាំពឹសដ៏ពន្លឹកសម្រាប់ធ្វើឲ្យរាងកាយចុះខ្សោយអន់ថយហើយនឹងបង្កឲ្យមានរោគផ្សេងដូចជារោគឈឺក្រពះរោគស្រវាំងភ្នែករោគឈឺថ្លើមជាពិសេសគឺរោគវិកលចរិតដែលហៅថាឆ្កួតសុរា4សុរានាំឲ្យខូចឈ្មោះអ្នកស្រវឹងសុរាតែងធ្វើចរិយាមារយាទមិនគូឲ្យចូលចិត្តឡើយច្រើនធ្វើនៅអាការៈរំខានដល់អ្នកផ្ទះជិតខាងដូចជាការរាំច្រៀងស្រែកឡូឡាខុសពេលវេលាដូច្នោះឈ្មោះរបស់គេបានអ្នកផងតេះឌីលថាជាមនុស្សប្រមឹក5តាមធម្មតាមនុស្សយើងមានការអ៊ីនខ្មាស់ណាស់ទៅណាមកណាតែងស្លៀកពាក់យ៉ាងសមរម្យលុះដល់សុរាចូលមកពង្វក់ស្មារតី
ក៏คล้ายទៅជាលែងចេះអៀនខ្មាស់មួយរំពេចជួនកាលអាចហ៊ានបើកបង្ហាញកេរខ្មាស់ក្នុងទីសាធារណៈក៏សឹងមាន6សុរាធ្វើឲ្យបញ្ញាមានកម្លាំងខ្សោយបញ្ញាគឺជាទ្រព្យដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែមនុស្សប្រមឹកមិនអាចមានឱកាសដើម្បីបណ្ដុះបញ្ញាឲ្យកាន់តែភ្លឺស្វាងឡើងបានឡើយមានតែបាត់បង់ប្រាជ្ញាស្មារតីបន្តិចម្ដងជាដរាបគ្រួសារខ្លះប្តីជាមនុស្សប្រមឹកហើយវាយធ្វើបាបប្រពន្ធកូនដែលបង្កើតឲ្យមាននៅអំពើហិង្សាក្នុងគ្រួសារមិនគោរពសិទ្ធិគ្នាធ្វើឲ្យកូនខូចចិត្តត្បិតខ្មាស់អ្នកជិតខាងរហូតคล้ายខ្លួនជាក្មេងអនាថាឥតទីពឹងគ្មានគោលដៅពិតប្រាកដព្រោះវិបត្តិឪពុកម្ដាយដែលជាហេតុនាំឲ្យមានសភាពមិនសុខស្ងប់ក្នុងសង្គមជាតិទាំងពួងសូមឲ្យមនុស្សគ្រប់គ្នាមានចេតនាវាចាការផឹកទឹកស្រវឹងហើយយកពេលវេលាដ៏មានតម្លៃបំពេញកិច្ចការតាមទូនាទីប្រកបដោយសតិនិងសម្បញ្ញៈព្រោះប្រទេសជាតិត្រូវការចាំបាច់ណាស់នៅមនុស្សដែលមានសតិនិងសម្បញ្ញៈគ្រប់គ្រាន់ក្នុងកិច្ចបំពេញការងារតាមទូនាទីសរុបសេចក្តីមកសិលទាំង5ដូចបានពោលមកហើយគឺជាលក្ខណៈគ្រឹះឬថាជាគោលមូលដ្ឋានដំបូងបង្អស់សម្រាប់អប់រំមនុស្សឲ្យមានសណ្ដាប់ធ្នាប់ល្អជាពលរដ្ឋល្អរបស់ជាតិឈ្មោះអ្នកអត់សិលអ្នកសំឡាប់សัตว์មានលៀមប្រាកដជាឃាតកោព្រោះតែងបៀតបៀនឲ្យសត្វវឹកវរដោយខ្លួនឥតធម៌មេត្តាប្រណីអ្នកលួចទ្រព្យគេបន្លំវិកវេដោយពាក្យសំដីឬមួយដោយកាយគំនិតអប្រ័យអ្នកនោះឯងនៃជាចៅប្រាកដអ្នកខុសក្នុងកាមនិងប្រាកដនាមជាអ្នកផិតក្បត់ប្តីប្រពន្ធខ្លួនឥតក្តីទៀងទាត់ព្រោះកាមសង្កត់ឥតឲ្យអៀនខ្មាស់អ្នកពោលមិនពិតច្រើនបងគំនិតព្រោះគិតមិនច្បាស់ពោលតាមចំណងកិច្ចកងក្រឡាស់អ្នកផងស្គាល់ច្បាស់ថាក្បត់សំដីអ្នកផឹកសុរានឹងបាននាមថាអ្នកអត់ស្មារតីយ៉ាងហោចអ្នកនោះត្រូវជន់ប្រុសស្រីគេឲ្យនាមថ្មីថាអ្នកប្រមឹកសូមអនុមោទនា